cả ni sầm đai bật thọ tê sná kề pi nhôm nhiệt bột bò để sạt để miền ong thầm hiệp đại niệm môn mơ cầm pi vọt piền ni hay mà ong tiết niệm môn mơ cầm pi vọt tập bèn thọ đam bay nghe xuôi tầm rơi trời khung ca sầm đai bật thọ tê sná khung tê ni nhômประกาศนะđại niệm môn mơ cầm pi vọt piền niសូមដាក់តំណែងសូមលើកខ្លួនឯងជាព្រះមហាថេរៈជាអ្នកមានតួនាទីសួរនៅបញ្ហាកម្មផ្សេងដែលតាក់ទងទៅក្នុងកម្មវិធីបុណ្យដែលញោមម្ចាស់ដើមទានប្រធានអ្នកដើមបុណ្យកំពុងដែលធ្វើក្នុងឱកាសនេះក៏សូមដាក់តំណែងសូមតែងតាំងលោកម្ចាស់ដែលនិមន្តមកអំពីវត្តពាំងធរជាបច្ចៅអធិការបានមួយឆ្នាំហើយជិតមួយឆ្នាំហើយណាញោមខ្ញុំកណាដាក់តំណែងមួយទៀតជាព្រះអនុថែជាអ្នកឆ្លើយជាអ្នកដោះស្រាយនៅបញ្ហាកម្មផ្សេងដែលតាក់ទងទៅក្នុងកម្មវិធីបុណ្យថ្ងៃនេះការដាក់តំណែងការតែងតាំងមកប៉ុណ្ណេះបើប្រគុណម្ចាស់ជាអង្គម្ចាស់ព្រមទទួលក៏សូមបញ្ចេញនៅសូរសៀងស្នៀងពវាចាឲ្យខ្ញុំប្រកូណានឹងញោមញាតពុទ្ធបរិស័ទក្នុងទីនេះបានដឹងផងសូមរតនានិមន្តព្រមសូមជ្រាបសាទហូបមួយម៉ាត់ខ្លីមានន័យខ្លឹមលោកថាព្រមណាញោមណាដោយនៅក្នុងឱកាសពេលវេលានេះញោមដែលជាម្ចាស់ទានប្រធានអ្នកដើមបុណ្យបានប្ររពកម្មវិធីបុណ្យជីវិតផាត់សម្រាប់ខ្លួនរស់នៅនឹងតក្កណានុបទានដែលមានញោមម្ចាស់ដើមទានប្រធានអ្នកដើមបុណ្យមានញោមមហាឧបាសកប៉ែនជ្រឹកញោមមហាឧបាសិកាអ៊ុំមុលព្រមទាំងកូនក្មួយកូនចៅលោកយាយឧបាសិកាកាន់សីហ្កិច្ចព្រមទាំងកូនចៅញោមមហាឧបាសិកាអ៊ុំយិនព្រមទាំងកូនចៅលោកប៉ែនសាវេតអ្នកស្រីកៅខនព្រមទាំងកូនចៅលោកអ៊ុំរិនអ្នកស្រីណប់សុម៉ាលីព្រមទាំងកូនចៅអ្នកទាំងអស់គ្នានេះជាម្ចាស់ដើមទានប្រធានអ្នកដើមបុណ្យកម្មវិធីបុណ្យនេះប្រព្រឹត្តធ្វើនៅថ្ងៃអាទិត្យ4កើតខែចែកឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី22ខែមិនិនាឆ្នាំ2026ហើយក៏មានការអារាធនានិមន្តព្រះសង្ឃរាប់បាតព្រះសង្ឃពេលបន្តិចទៀតនេះចំនួន30ព្រះអង្គមនីអនុថែដ៏មានអាយុខ្ញុំប្រកូនណាចង់ដឹងអំពីបបហេតុដែលនាំឲ្យកើតបុណ្យដែលញោមម្ចាស់ដើមទានប្រធានអ្នកដើមបុណ្យកំពុងដែលធ្វើថ្ងៃនេះតើមានហេតុប្រមាណយ៉ាងដែរទៅអនុថេរៈសូមរតនានិមន្តឆ្លើយតស្សវចនងអហង្សត្វាបើមិនព្រមលឿនណាមិចបើគេសិតរមលូនោះទៅហើយអ្នករមលូហ្នឹងបកែខាងគ្រូស្ដោះក្លុំហើយបើអាត្មាមកបកែបណាំងប្រឆាំងតតាំងទេក្រែងលោកគេព្រោះមកមលូហ្នឹងមកវានាំឲ្យធ្ងន់ចឹងទៅក៏ព្រមឲ្យស្រួលទៅចាប់ផ្ដើមតាពីណាញោមគេមានគ្រូកាន់ញោមណាគ្រូឲ្យស័យនៅឯវត្តហ្នឹងឃើញឡើងស្គមមកក៏ប្រឹងកាន់ថងយាមឥឡូវគេចាប់ផ្ដើមតាពីមលូមិនមកកុំព្រោះមកណេះអរគុណណាស់ប្រគុណជាអង្គម្ចាស់តាពីបានប៉ុន្តែកុំដាក់ជាថាឧបមៈគ្រូតូចគ្រូធំអីប្រគុណជាអង្គម្ចាស់បបហេតុនាំឲ្យកើតបុណ្យបណិតបច្ច័យមើលទៅឃើញមាន3សូមនិមន្តជ្រាបសាទហូបបបហេតុនាំឲ្យកើតបុណ្យឃើញតែមាន3ឲ្យចោះមាន3នោះឈ្មោះអីខ្លះសូមប្រាប់ទី1
គេធ្វើដើម្បីជួបលៀងជីវិតជីវិតមហាកិច្ចឬក៏ហេតុជួបលៀងជីវិតនឹកឃើញរលឹកអាយុសង្ខាររបស់យើងនឹងវាមិនទៀងញោមណាអនិច្ចលក្ខណៈទុក្ខលក្ខណៈអនត្តលក្ខណៈនឹងមិនទៀងទាត់មិនផិតភេរมันអាចនៅអស់យូរកាលអង្វែងបានអធវាំងមេជីវិតតាំងជីវិតរបស់យើងមិនទៀងធវាំងមរណៈសេចក្តីស្លាប់ទៀងញោមណាអ្វីដែលទៀងទៀងតែនឹងស្លាប់អ្វីដែលមិនទៀងមិនដឹងថាស្លាប់ថ្ងៃណាចឹងហើយបរិយោសានំមេជីវិតតាំងជីវិតរបស់អាត្មាអញមិនទៀងមរណៈនិយតាំងជីវិតរបស់អាត្មាអញសេចក្តីស្លាប់ទៀងចឹងជីវិតរបស់យើងនេះវាមិនទៀងទាត់មិនផិតភេរមិនដឹងតែថ្ងៃណាត្រឡប់ទៅវិញជួនកាលធម្មកថា2អង្គអនុខែហ្នឹងនៅរស់បាន80ឆ្នាំទៀតទៅមហាខែនៅសល់តែ4-5ឆ្នាំទៀតទៅក៏វាមិនទៀងចឹងបានថាអាយុសង្ខារដែលកើតឡើងលើលោកនេះសត្វលោកមិនអាចកំណត់ដឹងបានគេនាំគ្នាធ្វើបុណ្យបកាអាយុសង្ខារទុកឲ្យហើយគោលបំណងរបស់ញោមប៉ែនជ្រឹកនិងញោមអ៊ំអ៊ុលញោមអ៊ំយិនញោមរិនញោមកិច្ចអីជាដើមហ្នឹងអញ្ចឹងនឹកឃើញថាអាយុសង្ខារមិនទៀងហ្នឹងហើយបានគេនាំគ្នាបកាជូនបុណ្យហ្នឹងទុកឲ្យហើយដើម្បីបកាអាយុសង្ខារបើទៅថ្ងៃណាវាស្រួលបានទីពឹងញោមណាយើងតាំងតែយើងមិនទៀងញោមក៏មិនទៀងអាត្មាក៏មិនទៀងប៉ុន្តែលោកបលាសោបទានិសេរូបរាងកាយយើងប្រៀបបានដូចជាស្លឹកឈើទុំដែលមានពណ៌លឿងយៈមៈពុរិសាបេតតេនវិជ្ជតេបរោះជាអ្នកបំរើនៃយមរាជចាំពួនស្ទាក់ក្លោមវាវត្តពៀននីឲ្យតែប្រហែសប្រកែប្រហោះម៉ូតូមិនយូរទេយមរាជហ្នឹងចាំពួនស្ទាក់យកអ្នកបំរើនៃយមរាជសោតក៏នឹងមានប្រកាសដល់អ្នកហើយអុយោកមុខេបតិតបាសេតអ្នកជាប្រធានស្ថិតនៅក្នុងសេចក្តីសាបសូន្យណាត់ភេលាញ់ចគៀនណាត់ភេហុតតាំងណាត់ភេជាយ៉ាងណាត់ភេជាយេការអស់ដៃការកិច្ចវេះការច្បាំងយកជ័យជំនះជាមួយស្ដេចយមរាជក៏វាមិនមានការដោះដៃកិច្ចឲ្យរត់ទៅពួនក៏វាមិនកើតការយកសំណុកទៅសោកប៉ាំងហ្នឹងជាមួយស្ដេចយមរាជក៏វាមិនបានអញ្ចឹងបានថាយុគសង្ខារមិនទៀងគេបកាហ្នឹងទុកឲ្យហើយសោករោហេទីប្រមត្តណោចូលស្វែងរកទីពឹងរបស់ខ្លួនចោះខបាំងបេយមៈបន្តិតោភវៈចូលជាអ្នកតាំងជាយាមរូតរះគុំរស់នៅជាមនុស្សល្ងងខ្លៅឡើយចឹងស្វែងរកទីពឹងពហុំវេសរណង្យន្តោបបតានិវនានិចៈអារាមរុក្ខចេតសាននេះមនុស្សសាភយៈតច្ចេតាមនុស្សក្នុងលោកមានច្រើនណាស់កាលណាប្រភ័យក្របសង្កត់ឲ្យតែងនាំគ្នារត់ទៅរកវត្តជាទីពឹងខ្លះរកបច្ចេកដីជាទីពឹងខ្លះរកដើមឈើបែបបណ្ណរកអរិយតាដើម្បីយកជាទីពឹងបណ្ណទីពឹងទាំងអស់នោះនេតាំងសរណង្ខេមង្មេតាំងសរណៈមុតតមង្នេតាំងសរណៈមាកមៈមិនមែនជាទីពឹងដល់ផ្សេងផ្សានមិនមែនជាទីពឹងផុតចាកទុកឡើយហើយចុះទីពឹងអីផុតចាកទុកយោពុទ្ធញ្ញៈធម្មញ្ញៈសង្ឃញ្ញៈសរណង្កតោចត្តារិអរិយសច្ចានិទុក្ខោបស្សៈនិព្វាមិណੰអេតាំងខោសរណង្ខេមੰអេតាំងសរណៈមុតតមੰអេតាំងសរណៈមាកមៈសពតុផាប្រមុញ្ញតិទីពឹងពុទ្ធពធប្រសង្ឃជាទីពឹងអក្សេមសានឃើញច្បាស់ដោយប្រាជ្ញាអរិយមគ្គមានអង្គ8ផ្លូវទាំង8ជាអថង្គិកមគ្គផ្លូវជារលាស់ផុតចាកទុកផ្លូវនាំឲ្យយើងផុតទុកដែលនាំឲ្យយើងបានទៅដល់ព្រះនិព្វានមានន័យថាឃើញច្បាស់ដោយប្រាជ្ញាបុគ្គលនោះនឹងបានជាទីពឹងដល់ផ្សេងផ្សានជាទីពឹងដល់ភាសាជាទីពឹងដល់ដំអញ្ចឹងយើងបកាយុសង្ខារធ្វើបុណ្យដើម្បីបានជាទីពឹងឯមួយទៀតពុទ្ធសាសនៈសរណហេតុនឹកឃើញពុទ្ធសាសនាអវាទឯការបស់ព្រះអង្គតែព្រះអង្គបានបន្សល់ទុកនៅមិនងាយទេព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាពោធិញ្ញាណព្រះអង្គមាននាមថាអរហង្គព្រះអង្គកាច់បំផាក់បងចោលអវិជ្ជាតណ្ហាឧបាទានកម្មសម្មាសម្ពុទ្ធហូព្រះអង្គត្រាស់ដឹងតែខ្លួនព្រះអង្គពណ៌ត្រូវឃើញត្រូវបណ្ឌិតត្រូវរកហេតុផលត្រូវមិនមែនគ្រាន់តែលឺតាមគេមិនមែនគ្រាន់តែឃើញនោះទេគឺព្រះអង្គពណ៌ត្រូវ
ព្រះអង្គបានត្រាស់ដឹងយើងយកពុទ្ធនឹងជាទីពឹងវិជាចរណៈសម្បណ្ណោព្រះអង្គមានវិជា3វិជា8និងចរណៈ15ពុទ្ធវេទវានុសតិតញ្ញៀនចតោបបាតញ្ញៀនអាសវៈខញ្ញៀនអញ្ចឹងព្រះអង្គបានត្រាស់ដឹងចាក់ខ្លួនមុតហើយព្រះអង្គបានរលាស់ខ្លួនផុតចាក់ទុកហើយព្រះអង្គក៏យកធម៌នឹងមកសម្ដែងប្រស័ក្តិលោក84000បឋមបខណ្ឌអស់45ព្រះវស្សាព្រះអង្គមិនដាក់ធរៈចោលឡើយពុទ្ធកិច្ចទាំង5យ៉ាងបានបបហេបតិបាតាញ្ចសាយន្តហេធម្មទេសនាំងបទូសេភិក្ខុអោវត្តទាំងអន្តរភេទេវបញ្ហានាំងបច្ចុសេវកតេតាលេតភិភៈពោវិលោកនាំងពុទ្ធកិច្ចទាំង5ពេលព្រឹកព្រះអង្គនិមន្តយាងបណ្បាតពេលថ្ងៃពេលរសៀលព្រះអង្គសម្ដែងធម៌ពេលព្រលប់ព្រះអង្គដោះពេលព្រលប់ព្រះអង្គប្រទានអាវាតដល់ភិក្ខុពេលអាត្រៀតព្រះអង្គដោះប្រស្នាជាមួយទេវតាពេលទៀបភ្លឺព្រះអង្គប្រម៉ែលមើលអូបៈនិស័យសាទញោមណាស់វាខុសពីយើងឥឡូវពេលទៀបភ្លឺម៉ោង7 8មិនទាន់ងើបអញ្ចឹងបានថាពុទ្ធកិច្ចរបស់ព្រះអង្គហ្នឹងមិនទាន់ប្រែទៅណាទេព្រះអង្គបំពេញជាយាមអស់45ព្រះវស្សាព្រះអង្គបរិនិព្វានទៅសាវកមិនទាន់បានប្រមាណផងនឹកឃើញសាសនាព្រះអង្គល្អប៉ុណ្ណឹងហើយអវត្តឯការបស់ព្រះអង្គល្អប្រសើរប៉ុណ្ណឹងហើយព្រះអង្គត្រាស់ដឹងព្រះអង្គបរិនិព្វានទៅមិនទាន់បានប្រមាណផងមានអ្នកខ្លះជំរងជំរះនៅក្នុងសាសនាអ្នកខ្លះពោតេដៀលដូចយ៉ាងសពតតភិក្ខុខុសបួសចាស់ជាងគ្រូពៀននេះនាំគ្នាពោលថាវុសោយអ្នកទាំងឡាយទៅស្ដាយអីសមណៈគោដំនឹងចូលកាន់បរិនិព្វានទៅយើងស្រួលហើយចង់បដិបត្តិបែបណាក៏បានចង់ដាក់ធំបាសក៏បានចង់ដាក់ account ក៏បានចង់ដាក់អកេសក៏បានចង់ធ្វើបែបណាក៏បានតែបើសមណៈនឹងនៅឲ្យយើងលូនឲ្យយើងក្រាបឲ្យយើងវាបានត្រូវចិត្តព្រះអង្គហើយចុះបើព្រះអង្គបរិនិព្វានបាត់ទៅហើយយើងស្រួលចង់ធ្វើបែបណាក៏បានមានឯណាញោមមកអរិយបុគ្គលកាសបៈសរិពុទ្ធប្រមុខទលៀនព្រះអនន្តព្រះអរហន្តលោកកើតចិត្តសង្វេគនៅក្នុងបតីព្រះអង្គបរិនិព្វានមិនទាន់បានប្រមាណផងសាសនាព្រះអង្គបដិស្ថានមិនទាន់បានប្រមាណផងឥឡូវមានអ្នកជគោលជំរងជំរះបានព្រះអរហន្តលោកនឹកឃើញស្ដាយសំណោះត្រេកលោកដែលការអវត្តពីព្រានបដៅព្រះអង្គនឹងសាបសូន្យទៅចាប់ផ្ដើមនាំគ្នាធ្វើសង្កេយនាបន្ទាប់ពីព្រះអង្គបរិនិព្វានទៅបាន3ខែចាប់ផ្ដើមសង្កេយនានឹងប្រមុខព្រះសរិព្រះកាសបៈហើយនឹងព្រះឧបល័យព្រះអរហន្ត49ព្រះអង្គ449ព្រះអង្គជាមួយនឹងព្រះអនន្តត្រាស់ដឹងក្រោយទៀតបាន500ព្រះអង្គចាប់ផ្ដើមធ្វើសង្កេយនាទៀងទាត់ចរិតព្រះអង្គបរិនិព្វានទៅបាន100ឆ្នាំចាប់ផ្ដើមជំរងជំរះនៅក្នុងសាសនាទៀតហើយជំនាន់ព្រះពុទ្ធមកលិពុទ្ធសថែហើយជំនាន់ព្រះពុទ្ធយោសថែអញ្ចឹងមានការកែខៃព្រះវិន័យរបស់ព្រះអង្គពួកវិជីពុទ្ធញោមណាស់កែខៃចេះនាំគ្នាកែខៃព្រះវិន័យរបស់ព្រះអង្គអញ្ចឹងទៅព្រះអរហន្តលោកខ្លាចបាត់ខខ្លាចបាត់វិន័យចាប់ផ្ដើមនាំគ្នាធ្វើសង្កេយនាទៀងទាត់ម្ដងទៀតពេលហ្នឹងចាប់ផ្ដើមបែងចែកជាកាយថេរវាទនិងមហាវាទថេរវាទនិងហេនយាននិងហេតយានអញ្ចឹងចាប់ផ្ដើមបែងចែកជាកាយភិក្ខុសង្ឃលែងជុំគ្នាបរិស័ទលែងជុំគ្នាបាក់ពួកគ្នាលេចកើតអញ្ចឹងទៅធ្វើឲ្យសាសនាហ្នឹងបែងចែកជាកាយលោកចាប់ផ្ដើមចងក្រងនៅមានព្រះអរហន្តព្រះអង្គបរិនិព្វានទៅបាន218ឆ្នាំជំនាន់ព្រះបាទធម្មយាសោពេលហ្នឹងចាប់ផ្ដើមមានអ្នកប្រឡំចូលមកបួសរាប់ម៉ឺន60000អង្គញោមពេលដែលចូលមកបួសមានឯណាញោមមកអ្នកខ្លះអត់បាយអ្នកខ្លះអត់ទីពឹងអ្នកខ្លះកាន់សាសនាដទៃឃើញសាសនាពុទ្ធរីកចម្រើនអញ្ចឹងទៅនាំគ្នាលួចចូលមកបួសចេះតែនាំគ្នាបដិបត្តិបែបនេះបែបនោះអញ្ចឹងទៅចេះតែមានជំនឿបដិបត្តិផ្សេងអញ្ចឹងទៅជំនាន់ព្រះអរហន្តព្រះមុគលិពុទ្ធសថែលោកនឹកឃើញថាក្នុងចំណោមសង្ឃនេះកំពុងតែមានរឿងអតិកោកើតឡើងធ្វើឲ្យសាសនាមិនរីកចម្រើនស្ដាយការចិត្តសង្វេគនៅក្នុងឯការបស់ព្រះអង្គសាសនារបស់ព្រះអង្គចាប់ផ្ដើមធ្វើសង្កេយនានាំគ្នាទៀងទាត់ពេលនឹងប្របាទធម្មយាសោចាប់ផ្ដើមប្រជុំបញ្ជូនសាមណទូតអ្នកប្រាជ្ញយកសាសនានឹងទៅផ្សព្វផ្សាយមានព្រះរខិតថែមានព្រះមហន្តថែមានព្រះមុខមានព្រះមហារខិតថែធម្មរខិតថែមានព្រះអត្តរថែនិងសោតថែនឹងនាំគ្នាយកសាសនានឹងទៅផ្សព្វផ្សាយតាមនៃគុំជនបទបរិយរដ្ឋសាសនានឹងចាប់ផ្ដើមរីកចម្រើនតទៅមុខទៀត
ព្រះអង្គប្រេតនៅពៀនទៅបាន300ឆ្នាំជាងទៀតចាប់ដើមមានភាពអាកម្មអាកើទៀតណាព្រះអង្គប្រេតនៅពៀនទៅបាន433ឆ្នាំចាប់ដើមពីកោសងនាំគ្នាបដិបត្តិផ្សេងអស់ចិត្តអស់ព្រះអរហន្តចាំបត្រៃបីដកតមាត់ឲ្យចំនួនប្រពុតតតខែពេលហ្នឹងព្រះអង្គនឹកឃើញបតីស្ដាយសំណោះនឹកឃើញថាទៅមុខទៀតក៏លបត់នឹងអប្រាជ្ញាលែងមានប្រាជ្ញាចាំបត្រៃបីដកជាប់មាត់ហើយឥឡូវបើសិនជាយើងមិននាំគ្នាព្រៀងទាត់បត្រៃបីដកអវត្តេការបស់ព្រះអង្គចាប់ផ្ដើមនាំគ្នាចាចរិតលីងនេះអសដាក់ក្រាំងមាសដាក់ស្លឹករឹតដាក់ស្លឹកប្រាំងស្លឹកថ្នោតស្លឹកចាបើមិននាំគ្នាកត់ត្រាអញ្ចឹងទេអំណះតទៅមុខតែការអវត្តរបស់ព្រះអង្គនឹងបាត់បង់ទៅបន្តិចម្ដងចាប់ផ្ដើមប្រជុំពេលដែលព្រះអង្គបរិនិព្វានទៅបាន433ឆ្នាំពេលនឹងចាប់ផ្ដើមនាំគ្នាប្រជុំព្រះអរហន្តនាំគ្នាចាអ្នកខ្លះចេះភាសាសីហលៈទៅសីហលៈទៅអ្នកណាខ្លះចេះទេវៈណាគ្រីទៅសេទេវៈណាគ្រីទៅណាចេះភាសាមគ្គទៅសេភាសាមគ្គទៅណាចេះភាសាបាលីទៅសេភាសាបាលីទៅអ្នកណាចេះសីហលៈទៅសេសីហលៈទៅចាប់ផ្ដើមនាំគ្នាកត់ត្រាចរិតយកមកទៀងទាត់យកភាសាទៅមួយមគ្គមកបាលីហើយបកប្រែសេចក្តីហ្នឹងបានសល់អវត្តេការហូតមក1500ឆ្នាំជាងទៀតនេះ1400ឆ្នាំជាង1458ឆ្នាំអីនេះជំនាន់សម្ដេចសង្ឃរាជជួនណាតវតាបាលីជើងចាស់លវីអែមលោកអ្នកប្រាជ្ញសាសនបណ្ឌិតបាលីជើងចាស់បកប្រែគម្ពីរទេកាជាភាសាបាលីមកភាសាខ្មែររបស់យើងនឹកឃើញថាសាសនារបស់ព្រះអង្គម្ដងរីកចម្រើនម្ដងណែតម្ដងធ្លាក់ចុះញោមនឹកឃើញតែនឹងឯងបាននាំគ្នារលឹកនឹកឃើញព្រះពុទ្ធសាសនាមានតែនាំគ្នាលើកស្ទួយបរិស័ទទាំង4ពួកហ្នឹងនាំគ្នាអោបកសោគ្នាបងប្អូនគ្នាឧបាសកឧបាសិកាភិក្ខុភិក្ខុនីឬក៏ភិក្ខុសាមណេរនាំគ្នាសាមគ្គីគ្នាទៅលំមួយតកជើង3បើតកមួយបាក់ជើងហើយទៅសតជើង3អាហ្នឹងវាបាក់ពើប្រញាប់តែគេកាច់បំបាក់មួយទៀតដួលទៅត្មងភិក្ខុសង្ឃក៏ដូចគ្នាដែរពឹងលើបរិស័ទនឹងថយអស់ទៅភិក្ខុសង្ឃហ្នឹងក៏លែងចាំជីវិតកើតបើទៅធ្វើស្រែធ្វើចការក៏វាមិនកើតក៏វាមិនត្រូវទៅតាមព្រះវិន័យចាំជីវិតតាមបត្តិជាលោកកណៈភោជនានិស័យបព្វជិតតតិជីវៈជីវៈឧស្សាហកករណីយោអាស្រ័យចំហានបិណ្ឌបាតហើយបើសិនជាលែងបិណ្ឌបាតហើយបើសក់លែងចាំគេលែងកាន់សាសនាហើយអានឹងលែងមានអ្នកបួសហើយអញ្ចឹងតនតែញាតិញោមនឹងអោបកសោបគ្នាញោមនឹកឃើញតែនឹងហើយបានលើកស្ទួយពុទ្ធសាសនាហេតុទី2ហើយហេតុទី3គុណឧបការៈសារណៈហេតុដែលឃើញគុណវាតាបៃតាចតុតាចាត់ចែងសោធាពេលកើតខ្មោចមុនខ្មោចក្រោយ100ពាន់ជាន់គឺដែលបានមរណកាលទៅហើយគឺបាននាំគ្នាចាត់ចែងធ្វើបុណ្យរលឹកនឹកឃើញគុណនឹកឃើញថាតួគាត់ស្លាប់ទៅហើយ100ពាន់មួយជាន់ជួក៏ដោយគុណនៅតែនឹករលឹកដែរឧទាហរណ៍ថាបើគ្រូពាននេះសកុតទៅកូនសិស្សហ្នឹងនឹកគ្នាធ្វើបុណ្យភពប្រគេនជូនអញ្ចឹងទៅដូចញោមអញ្ចឹងម្ដាយពុកចដូនចតាស្លាប់ទៅញោមរលឹកនឹកឃើញធ្វើបុណ្យជូនទៅអញ្ចឹងគេធ្វើបែបហ្នឹងឯងប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាបសាធុទេសទៅឲ្យចាំឌៀមដាមគ្នាថ្ងៃណាថ្ងៃឌៀមដាមញោមបានអាត្មាសកុតទៅរស់តែឯងមកផែនដីនេះចង់ឲ្យរស់តែឯងដោយបបហេតុទៅនាំមកកើតបុណ្យនៅក្នុងឱកាសនេះព្រះអនុថែបានលើករំគីនៃសេចក្តីទី1សាសនៈសារណហេតុរលឹកនឹកឃើញនៅព្រះពុទ្ធសាសនាទី2ជីវិតសារណហេតុរលឹកនឹកឃើញជីវិតមិនទៀងមិនទាត់មិនថិតមិនថេរមិនចេរកាលមិនរស់នៅយូរប្រមាណស្វែងរកទីពឹងជាទីពឹងដ៏ប្រសើរមានព្រះរតនត្រ័យទាំង3ពឹងពុទ្ធពឹងពធនិងពឹងប្រសង្ឃដែលនាំឲ្យយើងទាំងអស់គ្នាបាននៅសេចក្តីសុខសេចក្តីចម្រើនដោយលោកបានពោលថាសត្វទាំងឡាយទៀងតែងនឹងស្លាប់គ្រប់គ្នាពីព្រោះជីវិតរបស់សត្វទាំងឡាយតែងតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណម្យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យផលបាបហើយនឹងទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើល្អនិងអាក្រក់ដែលខ្លួនបានធ្វើអ្នកដែលធ្វើបាបតែងធ្លាក់ទៅសោយទុកក្នុងនរកចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់សុគតិភពព្រោះហេតុដូច្នោះហើយសាធុជនដែលមានចំណង់ចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវការទន្សំក្រនឹងបានជាទីពឹងទៅក្នុងភពខាងនេះពីព្រោះបុណ្យទាំងឡាយតែងជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោក
đôi chỉ miền bờ rò mà nẹt nuôi nhôm mai nhôm bờ rò mà nẹt nuôi chỉ cam mà cò chẳng ngày muối luôn nâng có đã tha nâng thưa cam mà có ai lục sạch hay về liệt ngày muối phải chơi cặp bột trong ni môn bần bạt dây ông pi sạch hay nó chơi ông pi qua bari chia vinh từ ba cầm rô bạt mưa ọt miên khơi chẳng hành ấy so từ bậc qua cam mà co mà nẹt thà châu nẹt vô chẳng hành đi từ đã bạt phải chơi cặp bột từ dương chạy thò bón bẹ cần đào mà nẹt nhôm mai nhôm cam mà co lư sạch hay pra thảo vô chẳng hành từ rọp đã bạt phải chơi cặp bột đôi cho nó hai từ luôn nực hơi thật luôn tì nẹt tì tua cro chẳng phước bon du ai chẳng xăm bon du ai phần là luôn chỉ nẹt tì tua cro khmiên trọp sầm bát ấy nâng bàn phước bon thay ni cho bài ni được bọc luôn pra ở từ rọp bạt phải chơi cặp bột bờ rò nô ai vô chẳng hành từ rọp bạt phải chơi cặp bột hơi tăng pratna thạc đòi âm nai để nhom vô chẳng hành mà rọp bạt vào xong trang còn đạt ngày ni so mấy nhom ca chiết nam miên diên chùm ni sẽ đầm rây sắt để lươn vừa đầm nai một ngày ban mà rồi mà phải vô đòi âm nai đại bàn tăng pratna nụ bàn sầm rách đôi sạch đây bầm non pong pratna ni ai nhôm nát chúc liêng chỉ vật cầm pung tại miên ru riêng miên chỉ vật ruộng nơi sập ngay quạt bay chúc liêng chỉ vật đã cạt vừa tiền quạt bay chúc liêng chỉ vật đời ska ra xa sel quạt bay chúc liêng chỉ vật đời ca thưa ông pư lõ chui nơi sa na đại chế sa na rồi bỏ pre sama sam put chia một cha chế đàm đi đây chân ban chỉ nhô một cha đàm tiến bật hiền đẹp đàm bon đại miên nhô một ba nhô mà ha ba sọ chrak nhô mà ha ba sika mul prom tiang nhô nhiệt bong ôn đặc o nhô ban bờ rốt cam ở vị thi bon được non cả đi đàm bay chục liêng chỉ vật bằng ca hai mình đăng tật ngày khan sai chỉ vật đi mình tiền tí nhô nhiệt ná hai tị bay cụ nô bạc ca sa na hai lực nực hơi nơi côn miệt đa bay đa mùi chấm này lục ban sạp bát bong chỉ vật từ mùi chấm này một tiết lục ban cầm pung ru riêng miên chỉ vật sập ngày côn chơi pro sấy vư dịch đây lo chồng pua miệt đa bay đa trăng này hai bậc bột chê mày cha lục ao mua thạc côn lo côn cật đành nhu cônประกอบ đai cần lòng thọวันนี้ขยมประกอบนาสดับบานหายอนุเทระดองเมียนในยุคโดยในขนมอากาศนิยมจะดามตีนประเทศและดามบนดักในขนมโปรแกรมในถาบนชีวิตตีชีวิตมหาพอดให้ทับพอดรวมในไอ้เจ้าตีชีวิตพอดสำราบรวมในดังเมียนในใส่กระไดใบนาได้เตื้อนุเทระทรงในมณฑลอยชีวิตพอดสำหรับชีวิตกระพงแต่รัวสมนิมนต์เรียบก่อนหน้าชีวิตพอดสำหรับชีวิตกระพงแต่รัวไอ้กระพงแต่รัวนั่นเกิดเพื่อพอดอย่างไม่มือสมปราบเกิดเพื่อพอดนั่งพอดตะนั่งเกิดเพื่อดงบายสมนิมนต์เรียบเกิดเธอดงบายเกิดเธอดงบายนั่นเกิดเธอแบบไม่มือสมปราบเก็บปูดไปดมโดยปลอบเนาตื่นอันลงน้อยจะหายถัดดมบายสมในมนต์เรียบเก็บปูดตื่นโดยเจ็บปูดดมเนานั่งปูดดันใบไอมือสมบัญชีเนี่ยออกปูดดันใบเพื่อพอดสมในมนต์เรียบได้ปูดดันใบเธอพอดนั่งเก็บปูดเธออย่างไม่มือสมปราบเบียดเธอปูดนั่งเก็บเธออย่างไม่ปูดนั่งเก็บยอไตมาจำเฮียงนั่งเก็บเอาจวบเนี้ยตะใบโจกระดาก็เก็บปูดอันไหนนั่งเก็บปูดแบบนั่งไอส้มในมนปูดบะเตะมวยเนียเราละบ่าววัวละกงเนียยังไงอย่างเดียมดามมาไอวิจ้าวิจ้าขมิ้นเนี่ยปอขยมกันนะดังง่ายเรื่องปูดจะยกได้ในแต่ปูดbây giờ đây put bàn hay put vô từ na tiết mưa sông prab thả put giờ mà thử phọt năng cái giờ mà bậc kên bậc sông bậc côn giờ ông mà cha chỉ vật tạ phọt năng cái thưa đang bay chỉ vật dưới cặp bông tờ ruột nơi nhôm ná
និទានរឿងប្រវត្តិហ្នឹងតិចចុះដើម្បីឲ្យញោមស្រួលចកេះរឿងហ្នឹងអតីតកាលេកងខាំងកំបាត់បាត់កាលអើយកាលនោះណានិយាយអំពីរឿងគោឃាតកៈញោមហើយមកជីវិតរបស់គាត់ជាអ្នកពេជ្ជឃាតខាងសម្លាប់គោនិយាយពីសម័យថ្ងៃមួយពួកម៉ាក់ដែលជាពួកម៉ាក់របស់ប្តីទៅងូចទឹកឲ្យប្រពន្ធហ្នឹងនៅចំអិនសាច់គោពួកម៉ាក់វានឹកឃើញថាមិត្តភក្តិបរិយខ្លាបលេងអញ្ចឹងទៅខ្វះមកហូបមកសុំសាច់យកទៅដើម្បីជួបលៀងឲ្យពួកម៉ាក់នឹងហូបវាគប់ជួនចែកដល់ឲ្យប្រពន្ធថាទេអត់មានសាច់គោអីទេទុកឲ្យប្តីមាននៅសល់តែប៉ុណ្ណឹងទេពួកម៉ាក់ឲ្យចេះតែសុំបបឲ្យខ្ញុំសិនមកប្រពន្ធហ្នឹងក៏ឲ្យទៅបន្ទាប់ពីឲ្យទៅញោមឲ្យប្តីត្រឡប់មកវិញសួរប្រពន្ធឯណាទៅមកហូបឯណាទៅសាច់គោបានប្រពន្ធហ្នឹងថាពួកម៉ាក់របស់បងឯងមកសុំយកទៅបាត់ហើយតែគាត់មានរវល់ជួបលៀងមិត្តភក្តិមកលេងផ្ទះគាត់ប្តីឯនោះអន់សពុនចិត្តណាស់ញោមមកគាត់ហ្នឹងបានហូបសាច់គោមួយថ្ងៃមិនបានទាញក៏បាត់យកទៅខាងក្រោយក្រគោដឹកកន្លោះគោមកទាញដាតគោកាត់ដាតគោខ្វាត់ញោមមកកម្មពីរបស់គាត់ប៉ុណ្ណឹងនិយាយពីគាត់យកដាតគោនឹងទៅស្ងោហូបកំពុងហូបទៅកម្មពីគាត់ចូលមកដល់ទៅដាតគាត់ដាច់ធ្លាក់មកលើចានបាយនិយាយពីកាប់ទុកក្រៀមក្រំលំបាកលំបិនឈឺ7យប់7ថ្ងៃស្រែករោដូចគោអញ្ចឹងផ្អើលអ្នកស្រុកអ្នកភូមិកម្មនឹងវាមកនិមិត្តឲ្យឃើញអស់ពី7ថ្ងៃហ្នឹងស្លាប់ទៅបាត់នៅសល់តែកូនញោមមកចិញ្ចឹមជីវិតតក្រលំបាកនឹកឃើញការចិត្តសង្វេគកម្មពីឃើញឪពុកនឹងស្រស់ពេកនឹកឃើញដឹងធ្វើយ៉ាងម៉េចទេបើមិនធ្វើបនកសាងកសលទេគ្មានអីជាទីពឹងទេបានចាប់ដើមធ្វើជីវិតផាត់នឹងញោមឲ្យផាត់សម្រាប់បកាយុសង្ខារខ្លួនឯងយកនិមន្តប្រពុតមកទទួលផាត់និមន្តប្រសងមកទទួលផាត់ចាប់ដើមវេប្រគេនប្រពុតអនុមោទនាជ្រះថ្លាព្រះអង្គក៏សម្ដែងតាំងអីចតាំងទៅមហាកបមេវសមិឆន្តោសេចក្តីប្រាថ្នារបស់អ្នកយ៉ាងណាសូមឲ្យសម្រេចយ៉ាងនោះចុះកូនរបស់គោឃាតកៈនឹងរស់រៀនមានជីវិតសុខសប្បាយដោយសារអំណាចដែលបានធ្វើជីវិតផាត់ចឹងមានន័យថាយើងបានធ្វើផាត់នេះបកាជួបលៀងជីវិតរបស់យើងពីព្រោះជីវិតរបស់យើងនេះយើងចាំឲ្យអ្នកដទៃធ្វើឲ្យវាមិនងាយទេតើញោមនឹងនាំគ្នាធ្វើរឿយដុំបាយផាត់ហ្នឹងប្រែថាដុំបាយរបស់គួរទាំងពីរផាត់នៅក្នុងពុទ្ធសាសនាហ្នឹងមានដល់ទៅ14សង្ឃផាត់និមន្តកផាត់អូទេសផាត់សាលាកផាត់បដិបតិកផាត់និមន្តកផាត់និមន្តកផាត់បខេកផាត់អបោសតកផាត់កមិកផាត់កលៀនផាត់កលៀនឧបឋានកផាត់គាត់ដេកកផាត់វិរកផាត់អញ្ចឹងផាត់មានដល់ទៅ14ប៉ុន្តែយើងថ្ងៃនេះមានមន្តកផាត់នោះផងមានជីវតផាត់នោះផងចឹងយើងបានចាត់ចែងផាត់នឹងសំណាងធ្វើបន់ទុកឲ្យហើយប្រៀបបានដូចជាផាត់ទេផាត់តមេនុបអញ្ចឹងណាញោមណាផាត់ទេផាត់តមេនុបសម័យថ្ងៃមួយនៅក្នុងស្រុកហ្នឹងមានសេដ្ឋីមួយញោមមានសេដ្ឋីមួយហ្នឹងនិយាយពីឲ្យដល់ពេលវេលាមួយឆ្នាំម្ដងហ្នឹងគាត់ចាប់ផ្ដើមទុំស្គរជ័យឲ្យគេមកចាំមើលគាត់ហ្នឹងហូបមកធុបាយយ៉ានិយាយពីមួយក្រុមហ្នឹងមានតែគាត់ទេអ្នកមានទ្រព្យញោមនិយាយពីមហាជនឲ្យតែដល់ពេលទុំស្គរមកមើលសេដ្ឋីហូបបាញ់និយាយពីក្លិនមកធុបាយយ៉ាងវាភាយចូលទៅតាមខ្សែនៃចំមោះក្លិនអញ្ចឹងទៅនិយាយពីធ្វើឲ្យអ្នកខ្លះឈរហូរទឹកមាត់អ្នកខ្លះទុនដៃទុនជើងនិយាយពីក្លិនពីព្រោះគ្នាក្រលំបាកតែបានមកធុបាយយ៉ាងនោះធំតែក្លិនហ្នឹងញោមមកនិយាយពីគ្លៀនដូចគ្លៀនអត់មានសុំសេដ្ឋីពីព្រោះគេធ្វើផាត់ម្ដងអស់រាប់ពាន់កហបណៈសម័យថ្ងៃមួយមានមនុស្សម្នាក់នៅក្រៅស្រុកមកលេងពួកម៉ាក់នៅក្នុងស្រុកវាគប់ជួនចៃដំពេលហ្នឹងចំពេលសេដ្ឋីកំពុងទុំស្គរជ័យឲ្យមហាជនទៅឈរមើលកំពុងហូបមកធុបាយយ៉ាទៅដល់ឈរខាងក្រោយគេនិយាយពីក្លិនមកធុបាយយ៉ានឹងភាយមកកាន់ស្ដៅចំមកគាត់និយាយពីគាត់ចង់គាត់អត់ទ្រាំមកបានគូស្រែកថាលោកសេដ្ឋីបានសេដ្ឋីរកមើលចង់ណាមកស្រែកសម្លេងអីផ្អើលគេនេះថាលោកសេដ្ឋីអើយខ្ញុំគឺជាអ្នកក្រៅស្រុកឥឡូវហើយចុះលោកមានការអីថាខ្ញុំសុំហូបមកធុបាយយ៉ាលោកបន្តិចមកឲ្យខ្ញុំអត់សុំមកបំបានទេខ្ញុំប្រហែលជាមិនមានជីវិតទេអ្នកឯងចង់ហូបឲ្យចំបើអ្នកឯងចង់ហូបខ្លាំងទេតន់តែធ្វើការយើង3ឆ្នាំសិនបានយើងឲ្យមានឯណាញោមមកដើម្បីដូរបាយមកថា
ញោមសុកចិត្តធ្វើខ្ញុំបំរើគេ3ឆ្នាំបានគេឲ្យវត្ថុបាយយ៉ាមានឯណាធ្វើកាយគេទៅដល់ថ្ងៃ3ឆ្នាំហ្នឹងឲ្យទាសាទាសីអ្នកបំរើហ្នឹងរៀបចំតុបតែងវត្ថុបាយយ៉ាហ្នឹងដូចរៀបឲ្យសទ្ធិដែរប្រជុំមហាជនទុំស្គរជ័យនិយាយពីមនុស្សកាន់តែច្រើនមកមើលមាននុកហ្នឹងកំពុងរៀបចំតុបតែងខ្លួនពាក់កៅអៅជាសទ្ធិមានឯណាញោមមកគាត់ជួនចែកដល់អីបច្ចេកពុទ្ធព្រះអរហន្តមួយអង្គលោកគង់នៅក្នុងព្រៃចេញពីវរុសមាបត្តិ7យប់7ថ្ងៃមានឯណាបណ្ឌិតមើលទៅថ្ងៃហ្នឹងទៅប្រោះនរណាដែលមានឧបនិស្ស័យអាចប្រោះបានឃើញមេនុបហ្នឹងមានឧបនិស្ស័យអាចប្រោះបានភិក្ខុសង្ឃចាប់ផ្ដើមលុំជីវរលីលាគោចរតាមអាកាសមកដល់កន្លែងទាំងលោកសេដ្ឋីមនុស្សកំពុងតែជួបជុំគ្នានិមន្តដើរបិណ្ឌបាតវាគួរគាត់ជួនចែកដល់ឲ្យមនុស្សនឹងកំពុងតែរៀបដួសវត្ថុបាយយ៉ាស់យកមកដាក់ក្នុងមាត់បច្ចេកពុទ្ធនិមន្តមកដល់ភ្លាមគ្រាន់តែឃើញអញ្ចឹងកើតចិត្តសង្វេគអើយអាត្មាអញហើយគ្រាន់តែបាយមកថាសប៉ុណ្ណឹងទៅស៊ីឈ្នួលខ្ញុំបំរើឲ្យគេ3ឆ្នាំហើយចោះជីវិតគេឲ្យហេតុអីក៏កើតឡើងមកគេមានទ្រព្យសម្បត្តិគេមានលុយកាក់គេមានសម្លៀកបំពាក់គេមានលុយចាយគេមានកន្លែងដេកគេមានកូនចៅគ្រប់គ្រាន់គេមានពូម៉ាក់គ្រប់គ្រាន់មិត្តភ័ក្តិគ្រប់គ្រាន់ហើយចោះឯងកើតមកមកជាតិគេដែរក្រលំបាកសុំបីសាបាយហូបមកពេលសោះដូរយកអស់3ឆ្នាំអញ្ចឹងកើតចិត្តសង្វេគនឹកឃើញថាមកពីជាតិមុនមិនបានធ្វើបុណ្យឥឡូវបើជាតិនឹងអត់ធ្វើបុណ្យទេអនាគតទៅជាតិទៅក្រលំបាកវេទនាទៀតហើយច្បាស់ទៅធ្វើខ្ញុំបម្រើគេទៀតហើយឥឡូវលះបង់ទៅអាចចំណងធ្វើកាយគេ3ឆ្នាំហ្នឹងសុខចិត្តធ្វើបុណ្យម្ដងណាមានឯណាញោមមកយកបាយហ្នឹងទៅប្រគេនលោករាប់បាតដាក់ប្រគេនលោកដាក់មកវែងអញ្ចឹងទៅលោកបិទបាតចិត្តថាដាក់ប៉ុណ្ណឹងបានអាត្មាទទួលតែប៉ុណ្ណឹងឯងបានមានលោកហ្នឹងកេះព្រះអង្គហើយព្រះអង្គកុំប្រោះខ្ញុំទៅជាតិហ្នឹងព្រះអង្គប្រោះខ្ញុំទៅអនាគតជាតិកុំឲ្យខ្ញុំនឹងវាក្រលំបាកវេទនាតោកយ៉ាអញ្ចឹងទៀតមានឯណាញោមមកបច្ចេកពុទ្ធលោកបបើកបាតអញ្ចឹងទៅដាក់ទៅនិយាយពីមហាជននាំគ្នាផ្អើលឲ្យពោសពសាទៅការមកដល់មនុស្សហ្នឹងនិយាយពីទេវតាថែរក្សាតំណងនាំគ្នាបញ្ចេញសម្លេងឲ្យសាធុផ្អើលកន្លែងហ្នឹងសេដ្ឋីនៅឯផ្ទះឯនោះញោមមកលូសម្លេងឲ្យប្រហឹងពេញមេឃមានឯណាឲ្យគេមកសួរចុះសម្លេងអីមកពីណាថាមនុស្សគេកំពុងឲ្យពរសពសាធការទៅដល់មនុស្សដែលកំពុងឲ្យត្រៀមហូបវត្ថុបាយយ៉ាហាក់ហើយចុះពេលយើងហូបហេតុអីក៏មិនផ្អើលមនុស្សដល់ប៉ុណ្ណឹងឲ្យពរយើងហើយចុះហេតុអីក៏មនុស្សហ្នឹងត្រឹមតែហូបសោះគេឲ្យពរច្រើនម្ល៉េះថាមនុស្សហ្នឹងគេអត់ហូបខ្លួនគេទេគេមានសទ្ធាជ្រះថ្លាគេបានយកផាត់យកវត្ថុបាយយ៉ាហ្នឹងទៅប្រគេនបច្ចេកពុទ្ធបាត់ទៅហើយសិទ្ធិឲ្យហៅមនុស្សហ្នឹងមកជួបយើងអ្នកឯងឈប់ធ្វើការខ្ញុំបំរើទៅអ្នកឯងមិននៅជាមួយខ្ញុំទ្រព្យសម្បត្តិយើងចែកឲ្យអ្នកឯងពាក់កណ្ដាលម្នាក់បានមនុស្សហ្នឹងឡើងទៅជាសទ្ធិគេដាក់ឈ្មោះឲ្យថាមនុស្សគាត់ទេគាត់តាមនុស្សអ្នកធ្វើផាត់ដាក់ដុំបាយចឹងបានយើងនឹកឃើញថាអូធ្វើបន់ពេលហ្នឹងលបើក្រអញ្ចឹងបានថាគាត់ទេគាត់តាក់មនុស្សហ្នឹងដោយសារគាត់បានធ្វើជីវិតគាត់អញ្ចឹងតែតាញោមគុណតម្លៃរបស់គាត់វាអាស្រ័យលើចេតនារបស់យើងញោមណាបន់ច្រើនបន់តិចវាអាស្រ័យលើចេតនារបស់យើងអបពេលវទានាសុមណោហោនទេតើមុននឹងឲ្យហ្នឹងញោមមានចិត្តជ្រះថ្លាហើយឬនៅពេលដែលញោមចាត់ចែងធ្វើទានហ្នឹងចិត្តញោមហ្នឹងជ្រះថ្លាបានត្រឹមណាបើជ្រះថ្លាធំបានបន់ធំបើជ្រះថ្លាតិចបានបន់តិចទាំងចិត្តតាំងភាសាទេនតេពេលដែលកំពុងឲ្យធ្វើពេលដែលកំពុងតែឲ្យតើចិត្តញោមរីករាយបានត្រឹមណាបើរីករាយប្រពន្ធចអេប៉ុនប្រពន្ធចអេបើរីករាយប្រពន្ធកតាំងប៉ុនប្រពន្ធកតាំងបើរីករាយប៉ិនផ្លែកសាំងប៉ុនហ្នឹងបានប៉ិនផ្លែខ្វិតអញ្ចឹងបានថាវាអាស្រ័យលើចិត្តញោមជ្រះថ្លារីករាយតាក់វាតាក់មណោហោនទេឲ្យទៀនហើយកុំឲ្យនឹកឃើញស្ដាយក្រួយឲ្យសោះញោមណាលះបង់នៅមច្ឆរយៈសេចក្តីកំណាញ់កុំឲ្យជាប់ចម្ពាក់នៅក្នុងចិត្តអញ្ចឹងលះបង់ទៅបុណ្យញោមមិនអាចកមនីបានឡើយប្រគុណជាអង្គម្ចាស់នេះឯងជីវិតផាត់ដែលគេត្រូវធ្វើសម្រាប់ជីវិតនៅរស់សូមនិមន្តទានជ្រាសាធុជ្រាបហើយអនុថែពេលរស់ក្បោះក្បាយស្រាយពំភ្លឺញោមញាតស្ដាប់ណែស្ងាត់ឲ្យជ្រាបញោមណា
ឃើញតែញោមម្ចាស់ដើមទៀនប្រធានអ្នកដើមបុណ្យធ្វើបុណ្យថ្ងៃនេះជីវិតផាត់សម្រាប់រស់នៅជីវិតប្រែតែជីវិតយើងកំពុងតែរស់នៅសពថ្ងៃហ្នឹងណាញោមណាបើអញ្ចឹងទៅក៏មានសទ្ធានឹងធ្វើផាត់ឲ្យហើយទៅបង្ការទុកឲ្យហើយទៅដោយប្រគុណម្ចាស់លើកឡើងអំពីគោធាតកៈលើប្រគុណម្ចាស់លើកឡើងអំពីរឿងគោធាតកៈអាត្មាភាពវិនិច្ឆ័យឃើញរឿងក្មេង7នាក់ក្មេងគង្វាគោណាញោមក្មេងទាំង7នាក់ថ្ងៃមួយទៅខ្វៀលគោនៅក្នុងព្រៃស្រាប់តែទៅដល់ព្រៃនោះទៅឃើញសត្វអន្សងញោមទៅឃើញសត្វអន្សងមួយនាំគ្នាស្ទះឲ្យលិចស្ទះឲ្យកើតស្ទះឲ្យលិចស្ទះឲ្យកើតសត្វអន្សងនោះភ័យខ្លាំងពេកមិត្តចូលរុំតបោកមួយស្រាប់តែមិត្តចូលរុំតបោកមួយតបោកនឹងវាមានរុំជ្រៅអត់មានសម្ភារៈចបកាប់ចបជីកអីជីកយកសត្វអន្សងនឹងទេក្មេងទាំង7នាក់នាំគ្នានិយាយថាបេះស្លឹកឈើកាច់ឲ្យញាត់កុំឲ្យសត្វអន្សងនឹងចេញរួចចាំមើលថ្ងៃស្អែកនាំគ្នាមួយជីកយកសត្វអន្សងនោះក្មេងទាំង7នាក់ញោមមកញោមថ្ងៃស្អែកឡើងទៅមើលព្រៃដតីទៀតថ្ងៃខានស្អែកឡើងទៅមើលព្រៃដតីទៀតថ្ងៃខានស្អែកឡើងទៅមើលគោនឹងព្រៃដតីទៀតរហូតដល់7ថ្ងៃអុយសត្វអន្សងនៅក្នុងរុងតបោកញោមណាអត់អាហារ7យប់7ថ្ងៃរហូតដល់ថ្ងៃទី7ក្មេងទាំង7នាក់នឹងមកមើលព្រៃដំបងកន្លែងដែលខ្លួនបានញាត់នៅសត្វអន្សងនៅក្នុងរុងដំបូកនាំគ្នាជីកសត្វអន្សងនោះទៅញោមមកសត្វអន្សងអត់បាយអត់អាហារ7យប់7ថ្ងៃចេញមកខ្លួនស្គមរិញរៃស្រាប់តែក្មេងទាំង7នាក់នាំគ្នាគិតថាបើយកទៅធ្វើម្ហូបក៏វាអត់រសជាតិដែរពីព្រោះស្គមណាស់លែងសត្វអន្សងនោះរស់រៀនមានជីវិតទៅបណ្ណាសត្វអន្សងនឹងរស់រៀនមានជីវិតទៅកម្មពីវិរិយកម្មងសតេវិភ័យចតេហៃដបណៃតតាយៈញោមមនុស្សធ្វើបាបបែបណាធ្វើកម្មបែបណាបានទទួលផលបែបនោះក្មេងទាំង7នាក់ចិត្តទេបរិសុទ្ធិស្លាប់ទៅត្រូវគេយកទៅឃុំអត់បាយអត់ទឹក7យប់7ថ្ងៃដោយការដែលខ្លួននឹងធ្វើទរណកម្មលើសត្វអន្សងអូយដល់ពេលជាប់អត់បាយ7យប់7ថ្ងៃនិយាយអំពីឪពុកម្ដាយឯនេះធ្វើបុណ្យឲ្យកូនហើយក៏នឹកឃើញទៅសួរព្រះបបិទ្ធព្រះអង្គចោះកូនខ្ញុំកណាទាំង7នាក់ស្លាប់អត់បាយក៏ហើយទឹកនឹងតើបានបាយហូបហើយនៅបានអីហូបគ្រប់គ្រាន់ហើយនៅបានព្រះអង្គសម្ដែងថាអ្នកធ្វើបុណ្យកុសលទៅបើចង់ឲ្យក្មេងទាំង7នាក់នឹងរួចចាអំពីកំណើតជាប់ទ្រង់7យប់7ថ្ងៃនឹងធ្វើផាត់នឹងទៅណាធ្វើផាត់នឹងទៅដោយជាព្រះអនុថែបានរំគីងនៃពីខាងដើមថាញោមធ្វើផាត់ថ្ងៃនេះដើម្បីជីវិតនឹងដំដក់ខ្លួនពេលរស់នៅនោះមួយចំណែកទៀតដើម្បីផ្សាយបុណ្យកុសលដល់បុព្វការីជនមានមេត្តានិងបិតាឲ្យពិសេសសោតទៀតនៅក្នុងឱកាសនេះញោមចាស់ដើមទៀនប្រធានអ្នកដើមបុណ្យមានការរាប់បាតប្រសង់ចំនួន30ព្រះអង្គបុណ្យថ្ងៃនេះណាញោមអុយទៅសួរគុណអាននោះផងទៅសួរគុណនៅពាននេះនោះផងឲ្យបើខ្ញុំកណាធ្វើបុណ្យរាប់បាតប្រសងនឹងខុសទេគុណរួចទៅទេអាត្មាទៅត្រូវណាស់ញោមល្អណាស់ប្រសើរណាស់ការរាប់បាតប្រសងនេះអានិសង្ឃធំធេងណាស់ញោមគិតមើលញោមញាតិដែលចូលរួមជាមួយញោមគ្រាន់តែមានបាយមួយចានប្រហុកមួយខ្នប់មករាប់បាតប្រសងបានបុណ្យកុសលធំធេងណាស់ញោមចឹងអានិសង្ឃនៃការរាប់បាតនេះបានបុណ្យកុសលពងពោះណាស់អញ្ចឹងបានញោមម្ចាស់ដើមទៀនប្រធានអ្នកដើមបុណ្យធ្វើបុណ្យខ្លួនឯងនឹងបានមួយចំណែកផងហើយញាតិដែលបានអញ្ជើញទៅស្អុយបោកឯណាទេដែរញោមយ៉ាក់គុណអានដល់បោហើយចឹងបាត់
ติเลยใจอยู่ก็แต่ติมวยกุนานแบบบ้านตินะอยู่จังยูมสาธุอะนโมตเนียแต่ตัวยกบนในขนมอากาศนี่บ้านกรุบกรุบเนียสมอันนโมตเนียนาสมอารัตเนียนิมนต์ประกุนตะเปียงท้อประจอบท้อเทศนาของอารัตเนียนิมนต์mình nắng lột cầm tay thà đặt bài ở chan ở học nóc tập bên cùi tới cái cho mà thân bọc nó bị phi mà liếm mà thôi mà ta nó bọc mất thôi nữa chẳng bàn thà đi thưa con mẹ bậc con na cái lớn ngày đi về bên lia nắng cái xóm cua tại tai nhôm nát mình bàn thì về ngày vậy tìm mong cầm váy sàm sầm bờ nịt đi tai xóm cua tại dươngไปจอบปทอเทศนาปตอปตอบยืนนมัสการจุมนี้นิมนต์ประสองจำเริญเปรียบประดับจอบยืนอัตถานใบรอปัดนิมนต์